ជំរាបសួរបងប្អូនបាទនៅក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីប្រយោជន៍និងគុណសម្បត្តិសំទោសគុណវិបត្តិនៃការកប់ជីហើយនិងការដាក់ជីព្រាយពីលើបាទឥឡូវនេះខ្ញុំមកបង្ហាញពុត្រាមកដើមបាទទើបតែវាលាស់ត្រួយមកបានប៉ុណ្ណេះទេនេះបាទគឺខ្ញុំអត់ប្រើវិធីកប់ជីទេគឺខ្ញុំព្រាយជីពីលើដាក់ជីនៅពីលើរួចហើយគ្របនេះយកស្មៅមកគ្របបាទហើយស្រោចទឹកវាទៅដើម្បីរក្សាសំណើមបាទហើយខ្ញុំស្រោច IMO បាទពីលើទៀតទៅដើម្បីឲ្យជីហ្នឹងវាធ្វើការបានលឿនបាទអញ្ចឹងកាលណាយើងគ្របស្មៅគ្របអីពីលើចេះតែមិនក្រាស់ពេកទេណាបាទអត់គ្របក្រាស់ទេបាទគ្របក្រាស់គឺមិនល្អទៅវិញទេបាទចឹងខ្ញុំគ្របបែបនេះបើគ្របក្រាស់គឺយើងគ្របនៅក្នុងរដូវប្រាំងតែនេះវារដូវវស្សាខ្ញុំអត់គ្របក្រាស់ទេវាអាចធ្វើឲ្យរលំទឹកបាទតែមិនរលំទេព្រោះខ្ញុំលើកជាទួលកម្ពស់មកទឹកដែរពីដីបាទអញ្ចឹងបើគ្របក្រាស់ក៏អត់បញ្ហាដែរតែដោយសារតែខ្ញុំប្រើលាមកសាតសុតវាជាវត្ថុធាតុដើមមិនមែនជាជីដូច្នេះខ្ញុំអត់គ្របក្រាស់ទេបាទអញ្ចឹងគឺធ្វើអញ្ចេះគឺនៅតែផ្ដល់សារធាតុចិញ្ចឹមឲ្យបាទនេះដាក់លើកមុនឥឡូវមើលសុភាពដើមបាទអត់ដែលស្គាល់គីមីណាបាទឥឡូវមើលវាល្អបានប៉ុណ្ណឹងបាទវាមិនណាស់ណាទេបាទតែវាបានប៉ុណ្ណឹងឯងបាទហ្នឹងហើយចង់បង្ហាញជូនថាមិនមែនតែខ្ញុំប្រើទៅលើតរៀនទេបាទគឺដំណាំផ្សេងទៀតក៏ខ្ញុំធ្វើបែបហ្នឹងដែរបាទព្រោះកាត់បន្ថយកម្លាំងពលកម្មព្រោះខ្ញុំអត់មានពេលច្រើនទេបាទរវល់មួយថ្ងៃបាទអញ្ចឹងត្រឡប់មកវិញថាគុណសម្បត្តិនៃការដាក់វានេះគឺខ្ញុំធ្វើតាមក្បួនចដាមអញ្ចឹងបើចដាមគាត់អត់មាន IMO ទេគឺតាមបច្ចេកទេសរបស់គាត់គឺគាត់ស្រោចតែ GMS បាទ GMS ហ្នឹងគឺវាមានប្រយោជន៍ខ្លាំងណាស់ហើយចដាមនៅក្នុងចការរបស់គាត់គឺគាត់អត់ដែលកប់ជីទេហើយក៏គាត់មិនដែលធ្វើជាជីកប៉ុសទៀតបាទគាត់យកតែវត្ថុធាតុដើមទេហើយខ្ញុំអនុវត្តតាមក្បួនទៅឃើញតាមក្បួនគាត់ទៅឃើញបានប្រយោជន៍មែនបាទអញ្ចឹងឥឡូវខ្ញុំអនុវត្តតាមក្បួនហ្នឹងគឺខ្ញុំស្រោចខ្ញុំដាក់វត្ថុធាតុដើមហើយគឺខ្ញុំស្រោចមេជីទៅជាមួយមេជីអីក៏បានដែរតែពេលខ្លះខ្ញុំធ្វើតាម GMS ដែរបើ GMS គឺអស់លុយតិចបាទតែរយៈពេលវាខ្លីចឹងខ្ញុំរវល់ការងារច្រើនខ្ញុំអត់អាចសូវមានពេលវេលាសម្រាប់ធ្វើចឹងណាដូចថ្ងៃនេះថ្ងៃអាទិត្យនេះរវល់ទៀតឡើយបាទបានមកស្រោចទឹកថតអីដាក់មកផ្លេតហ្នឹងឯងទៅទៀតឡើយបាទហ្នឹងអញ្ចឹងអរគុណច្រើនបងប្អូនបាទជម្រាបលា